thank you, thank you. ចឹងបន្ទាប់ពីបានយកជ័យជំនះទៅលើចៅកដាឈីនឹងហើយអាកណេនាងក៏មកលំហាយកាយជីស្គីទៅក៏លេងចឹងទៅហើយគណៈឯនាងកំពុងតែហូបអាហារសុកនឹងអាកណេនាងក៏បានភ្លេចយកយូហ្គាដែលជាជ្រូកមកចឹងហើយនាងក៏បានត្រឡប់ទៅយកភីចាំងរបស់នាងមកវិញហើយកាត់មើលភីចាំងនេះវិញប្រូនេះគឺគាត់រត់ទៅណារួយទេល្អឡើងពេញនឹងភ្លាមនោះក៏មេក្មេងស្រីម្នាក់បានមកហៅគាត់ថាឆាឡុតមេស្រីម្នាក់នឹងនាងក៏បានចាត់យូហ្គាមកយូហ្គាក៏ព្យាយាមរើដែរប៉ុន្តែអូនស្រីម្នាក់នឹងបានដាក់គាត់មកដៃស្លាប់បាត់កាត់មកកាន់រានម៉ាវិញគឺគាត់កំពុងតែហូបមីជាតិជាមួយមិត្តភ័ក្តិរបស់គាត់តែពួកប្រូនឹងគឺកំពុងតែសាកសួររានម៉ាតាក់ទងទៅនឹងរានម៉ាជាស្រីថាពួកគេនេះមានតំណែងអីជាមួយនឹងគ្នារានម៉ាមានអាកណេអីចឹងជួយណែនាំអូនឲ្យពួកគេតិចមករានម៉ាក៏បានតបវិញថាគាត់បានស្រឡាញ់រីសាក់ដុំដូចជាអាកណេទេនិយាយអញ្ចឹងហើយភ្លាមអាកណេនាងក៏បានបោកទ្វារអាហារនឹងមករួចនាងបានហៅទៅកាន់រានម៉ាដោយឃើញអញ្ចឹងរានម៉ាក៏គាត់ភ័យមែនទេគាត់ខ្លាចថាអាកណេមកវាយគាត់ប៉ុន្តែនៅពេលដែលអាកណេនេះបានដើមប្រងមុខគាត់អាកណេនេះក៏បានចាប់ផ្ដើមហៀទៅភ្នែកឲ្យខ្លាចព្រោះនាងបានសុំឲ្យរានម៉ាជួយរកភីចាំងឲ្យនាងផងប៉ុន្តែពេលហ្នឹងគឺសំណាងមែនទេអូនស្រីមិញនឹងនាងក៏បានដើរចូលក្នុងអាហារនឹងដែរដល់ឃើញចឹងទៅរានម៉ាក៏ថាភីចាំងឲ្យចាំមួយណាគេអាកណេនាងក៏ចង់ទៅយកយូហ្គាមកវិញប៉ុន្តែអូនស្រីម្នាក់នឹងយកព្រមឲ្យវិញទេហើយនាងក៏បានបញ្ចេញសលេងក្មេងតូចគេមកនៅពេលដែលពួកគេកំពុងឈ្លោះគ្នាភីចាំងឆាឡតហ្នឹងក៏មានប្រុសសង្ហាម្នាក់គាត់ក៏បានដើរមកឆក់យកយូហ្គាហ្នឹងប្រកោតឲ្យអាកណេវិញហើយគាត់បានប្រាប់ឲ្យអាកណេកុំឲ្យប្រកាន់ទៅនឹងដៃគូរបស់គាត់អីចាហ្នឹងគាត់ដូចមិនសូវមិនទេហើយចាយក្មេងតូចនេះវិញបន្ទាប់ពីគេបានដកឆាឡតរបស់នាងចេញពីខ្លួននាងហ្នឹងនាងក៏បានចាប់ផ្ដើមមកអូយឲ្យឆាឡតអូនវិញដាក់ក្បាលប៉ែកនោះផាច់ហើយចាហ្នឹងដោយសារតែគាត់ចង់បានឆាឡតរបស់នាងមកវិញហ្នឹងនាងក៏បានសុំអាកណេជីស្គីមួយស្មើបើសិនជានាងឈ្នះអាកណេត្រូវតែឲ្យឆាឡតរបស់នាងមកកាន់នាងវិញហើយគេក៏បានណែនាំយើងស្គាល់ថាចាយនឹងមានឈ្មោះថាមីស៊ូសាហើយប្រូនឹងមានឈ្មោះថាមីកាដូដែលពួកគេនឹងគឺជាសិស្សពីសាលាផ្សេងទៀតហើយពីអ្នកនឹងគឺជំនាញមកណាខាងជីស្គីហ្នឹងណារ៉ាម៉ានឹងគឺគាត់អត់សូវចាប់អារម្មណ៍ទេក៏បាននិយាយថាសាំមែនណាប៉ុន្តែនៅពេលដែលអាប៉ែមីកាដូចង់ទៅញ៉ែញ៉ង់សុំស្នាមថើរបស់អាកាណេហ្នឹងរ៉ាម៉ាក៏បានផ្ទាត់ប្រហិតមួយទៅកាន់មុខរបស់អាប៉ែហ្នឹងហើយដល់ឃើញចូលទៅមីកាដូក៏បានខឹងអីទេក៏បានដើរទៅកាន់រ៉ាម៉ានឹងបាននិយាយថាគាត់ចាត់ទុកថាប្រហិតនេះគឺជាសារសុំប្រគួតគ្នាទៅចោះដែលពួកគេនឹងធ្វើការប្រគួតជីស្គី2ស្មើនៅទៅក្រោយហ្នឹងរ៉ាម៉ាក៏បាននិយាយច្រើនទេថាពួកគេត្រៀមខ្លួនហើយទៅនៅពេលដែលទៅដល់ផ្ទះវិញពួកគេកំពុងតែនិយាយគ្នាតាក់ទងទៅនឹងការប្រកួតហ្នឹងយូហ្គានឹងគាត់មកវាណាទេក៏សូមអាកណេធ្វើជាដៃគូប្រកួតរបស់នាងវិញរ៉ាម៉ាក៏បានថាឲ្យចលុតជាឆ្ងាយចលុតគាត់ចង់ប្រកួតជាមួយអ្នកប៉ែមីកាដូហ្នឹងចឹងឲ្យយូហ្គាជាឆ្ងាយទៅប៉ុន្តែដោយសារតែពួកគេនិយាយមិនត្រូវគ្នាដូចរាល់ដងហ្នឹងក៏សុកចិត្តទៅប្រកួតគ្នាថាណាគេឈ្នះធ្វើជាដៃគូរបស់អាកណេតែនៅពេលដែលទៅដល់កន្លែងប្រកួតនេះតំណៅទាំងពីរនាក់អត់ចេះជិះស្គីផងអាកណេនឹងក៏បានបរៀនរ៉ាម៉ាជិះស្គីដែលរ៉ាម៉ាហ្នឹងគឺគាត់បានប្រើខ្លួនគាត់ជាស្រីបាត់ហើយដល់គាត់បានថាមនុស្សប្រុសអត់ចេះជិះស្គីនេះគឺខ្មាស់គេប៉ុន្តែមានអីកន្លែងហ្នឹងមកជួបចាយមីស៊ូសាទៀតចាយហ្នឹងគាត់ក៏បានទៅញ៉ាញ៉ៃអាកណេដែលបានធ្វើឲ្យរ៉ាម៉ាហ្នឹងក៏បានដាច់ចេញពីអាកណេរ៉ាម៉ាគាត់ក៏បានចាប់ផ្ដើមប្រកាច់ប្រកើនស្រីឡើងពេញហ្នឹងហើយប៉ុន្តែមានអីពេលនឹងសំណាងដែរបរិសង្ហាមីកាដូគាត់ក៏បានមកជួយរ៉ាម៉ាតនហើយប្រូហ្នឹងឃើញរ៉ាម៉ានេះចង់ភ្លក់រ៉ាម៉ាទៀតហីអូរ៉ាម៉ាក្នុងរឿងនេះគេបំពេញដល់ហើយមីស៊ូសានេះក៏បានបដាក់ពេលហ្នឹងមកជើងផ្លាប់បានប្រាប់ថាកុំឲ្យគាត់ហ្នឹងគិតតែរឿងហ្នឹងមកគិតរឿងវាយពួក100នាក់នេះសិននេះដោយវានឹងគឺដល់ពេលដែលពួកគេគឺត្រូវវឹកហាត់ទេហើយគឺជាការវាយគ្នាជាមួយនឹងមនុស្ស100នាក់ដល់អញ្ចឹងមីកាដូក៏បានអរ៉ានម៉ាហើយនឹងអាកណេទៅកន្លែងមានសុវត្ថិភាពទៅយ៉ាមានគ្រោះថ្នាក់ហើយពីអ្នកគេនឹងក៏បានហក់ទៅវាយគ្នាជាមួយនឹងមនុស្ស100នាក់នឹងផ្លាប់ដាក់តែ9វិនាទីទេគឺខ្ទប់អស់លេងដែលពួកប្រូនៅកន្លែងហ្នឹងក៏បាននិយាយទៅសារទៅកាន់ពីអ្នកហ្នឹងថាក្បាច់គុនជីស្គីរបស់ពីអ្នកហ្នឹងគឺពិតជាខ្លាំងមែនរឿងអញ្ចឹងរ៉ាម៉ាក៏បានដឹងថាការប្រកួតនៅថ្ងៃខាងមុខនេះពួកគេធ្វើការជីស្គីវាយគ្នាអញ្ចឹងមានន័យថាពួកគេនឹងឈ្នះហើយឲ្យតែមានក្បាច់គុននៅក្នុងហ្នឹងក៏វាយឈ្នះទាំងអស់ហ្នឹងនិយាយលយឈរឲ្យត្រង់មើលប៉ុន្តែនៅពេលហ្នឹងអាប៉ែយូហ្គានឹងធ្វើស្អីទេក៏បានប្រែខ្លួនគាត់ជាជ្រូកទៀតហើយអាប៉ែហ្នឹងក៏បានរត់មករកអាកណេឃើញអញ្ចឹងនេះក៏បានរត់ទៅរកអាប៉ែហ្នឹងវិញប៉ុន្តែទៅដល់ហ្នឹងភ្លាមចៃមីស៊ូសានេះក៏បានចាប់កញ្ចក់យូហ្គាមកហើយនាងហ្នឹងក៏បានពាក់ខ្សែកមួយទៅឲ្យគាត់ឃើញអញ្ចឹងអាកណេនឹងក៏ទៅព្យាយាមដកខ្សែកនោះមកវិញប៉ុន្តែខ្សែកហ្នឹងគឺចាយក៏ចាក់សោបហើយមីស៊ូសានេះបានថាបើសិនជាអាកណេចង់បានសោទៅដកខ្សែកមកវិញអាកណេត្រូវតែយកឈ្នះនាងនៅក្នុងការប្រកួតនៅថ្ងៃខាងមុខហើយនៅពេលដែលពីរនាក់នឹងកំពុងតែឆ្លោះគ្នានឹងមើលទៅកាន់រ៉ានម៉ាវិញគាត់ចាប់បានប្រកាច់ប្រកិនទៀតហើយរកសង្ហាមីកាដូគាត់ក៏បានមកជួយរ៉ានម៉ាម្ដងទៀតហើយរ៉ានម៉ាក៏បានប្រាប់ឲ្យមីកាដូលេងគាត់ទៅគាត់ត្រូវការជំនួយពីអាប៉ែហ្នឹងទេប៉ុន្តែមីកាដូក៏មិនមែនដោះលេងរ៉ានម៉ាងាយៗចឹងទេគាត់ក៏បានសុំជំនឿចិត្តដែលគាត់បានជួយរ៉ានម៉ាមិញហើយមានអីអាប៉ែហ្នឹងចាប់រ៉ានម៉ាភ្លក់យកបរោយរ៉ានម៉ាក៏បានយំរត់ចាក់ចេញពីកន្លែងហ្នឹងចូលទៅកាន់បន្ទប់ទឹកសាធារណៈរបស់គេរត់ជាប់បន្ទប់ទឹកប្រោះបរោយហើយគាត់នឹងក៏បានហក់ចូលទឹកក្តៅแล้วក៏បានគាត់ថាប៉ែហ្នឹងថាមុខដល់គេមិនថាមុខអាកណេគាត់ខ្មាស់ដល់កយរ៉ានម៉ាគាត់ក៏បានប្រែខ្លួនហើយក៏បានរត់ត្រឡប់ប៉ែហ្នឹងវិញទៅដល់កន្លែងហ្នឹងភីរ៉ានម៉ានឹងគឺគាត់ខឹងមែនទែនគាត់ក៏បានចាប់ដើមបញ្ចេញអាចំហាយសម្លាប់គាត់មកអូរ៉ាគេហៅអូរ៉ារ៉ានម៉ាក៏បានហាប៉ែមីកាដូនឹងវាយគ្នាទៅនឹងបរោយមីកាដូវិញគឺគាត់ដឹងខ្យល់ទេមិនបានចរ៉ានម៉ានឹងសុំគាត់វាយគ្នាទៅវិញរ៉ានម៉ាគាត់ក៏បានបញ្ចេញកំហឹងរបស់គាត់ដោយការម៉ាត់ទៅនឹងអតកោមកដៃផាំងឡើងប្រេះខ្ទេចភាពអាម៉ាដែលគាត់ទទួលបានមិញគឺត្រូវតែសល់ដល់ជីវិត
មានអីគេកិច្ចតនរ៉ាន់ម៉ាស៊ីតកកប្រយរ៉ាន់ម៉ាគាត់តាមបញ្ចប់ត្រឹមនឹងទេគាត់ក៏បានហក់វ៉ាប៉ែនឹងទៀតមីកាដូគាត់ក៏អាចកិច្ចបានទៀតប៉ុន្តែនេះគឺមិនកិច្ចបានទាំងស្រុងទេណារ៉ាន់ម៉ាគាត់ក៏បានមកសល់ទុកនៅឆ្នោតមួយទៅនឹងអារបស់ប៉ែនឹងដល់អញ្ចឹងទៅមីកាដូគាត់ក៏បានសម្រាប់ជិះប្រើប្រាស់ក្បាច់សម្រាប់របស់គាត់ទៅឲ្យមួយរ៉ាន់ម៉ាវិញដែលពួកប្រូនៅកន្លែងនឹងឃើញអាប៉ែមីកាដូប្រើប្រាស់ក្បាច់នឹងពួកគេមានការភ័យខ្លាចមែនទែនប៉ុន្តែរ៉ាន់ម៉ាវិញអត់មានខ្វល់ទេក្បាច់សម្រាប់អីសម្រាប់ទៅលួចស្នាមថោដំបងរបស់គាត់ផងគាត់ហក់ចូលទៅបរោដាក់ផាច់មិនវាយគេវាយវិញសាំបងមកសទូក្រែមករ៉ាន់ម៉ាគាត់ក៏បានខ្ទាក់ចេញមកអាគ្នានេះបានបង្ហាញនៅអារម្មណ៍ខ្លាំងអីទៅលើរ៉ាន់ម៉ាទេនឹងក៏បានជិះស្គីទៅកន្លែងគាត់នឹងបានសួរទៅកាន់គាត់ថាក៏អាចឈរបានអត់ទៅផ្ទះយើងវិញមករ៉ាន់ម៉ាគាត់ក៏ព្យាយាមឈរប៉ុន្តែដោយសារល្អនឹងក៏បានដួលទៅវិញចៃមីស៊ូសានឹងក៏បានមកនិយាយថាពួកគេនឹងគឺស្មើគ្នាអញ្ចឹងអាគ្នានេះបានថាមានស្មើគ្នាស្អីទេរ៉ាន់ម៉ានឹងគឺជាអ្នកឈ្នះលឿនចឹងចៃមីស៊ូសានាងក៏បានទៅមើលមីកាដូទៅដល់នឹងក៏បានឃើញអាប៉ែនឹងគឺគៀងបាត់ហើយអត់ដឹងថាមានរអីកាត់ឡើងទេមានយកវាយគេសោះឥឡូវមកគៀងបាត់នៅពេលទៅដល់ផ្ទះភ្លាមអាប៉ែរីយ៉ូហ្គានេះគឺមាត់អត់ស្ងៀមទេក៏បានប្រាប់ចៃទាំងពីរនេះថាស្នាមថើដំបងរបស់រ៉ាន់ម៉ានឹងគឺត្រូវបានលួចដោយបរិសម្នាក់ហើយចៃនឹងបន្តបានដឹងចឹងហើយទៅនិយាយចងរ៉ាន់ម៉ាបន្ថែមទៀតឡើងក៏ពិតរ៉ាន់ម៉ាបាត់ហើយដល់ចឹងទៅរ៉ាន់ម៉ាក៏មកអង្គុយងោទៅឯងនឹងបានថាមានតែគេយល់ពីអារម្មណ៍គាត់ទេបើជាមកនិយាយជន់គាត់បន្ថែមទៅវិញភ្លាមនោះអាកណេននេះក៏បានប្រទះគាត់មកដៃតែបានថារ៉ាន់ម៉ាក្បាលកាចាស់មកអង្គុយងោអីរ៉ាន់ម៉ាក៏បាននិយាយថាបើសិនជាអាកណេចង់សើចដែរសើចទៅក៏អត់ប្រកាន់ទេហើយមានអីចៃអាកណេនឹងសើចមែនបន្ទាប់ពីនឹងមកអាកណេនឹងក៏បានយកពតើបត់ឲ្យរ៉ាន់ម៉ាហើយនេះបាននិយាយឌឺទៅកាន់រ៉ាន់ម៉ាថារ៉ាន់ម៉ានឹងបានតែមកទេនិយាយឡងលុយប៉ុន្តែគេមកលួចស្នាមថើដំបងរបស់គាត់បានយ៉ាងស្រួលដល់អញ្ចឹងទៅរ៉ាន់ម៉ាគាត់ក៏បានចាប់អាកណេមកនឹងបានថាអាកណេនឹងក៏និយាយលុយដែរគឺគាត់បំរុងចាប់ថាបអាកណេវិញណាថើបរ៉ាន់ម៉ាក៏បានបដិសេធថាមីនឹងគឺគាត់មានចង់ថាបអាកណេអីទេអាកណេនេះបាននិយាយទៅវិញថាអ្នកដឹងហើយរ៉ាន់ម៉ាមនុស្សកំសាអញ្ចឹងមិនហ៊ានថើបនាងដល់អញ្ចឹងទៅរ៉ាន់ម៉ាក៏រៀងមកដែរហើយក៏បានថាកំសាមិនឥឡូវថើបទៅនឹងហ្មងមកឬក៏ក៏បានឲ្យអាកណេបែបភ្នែករបស់នាងទៅអាកណេនាងក៏បានធ្វើតាមថើបហើយសកម្មភាពរបស់ពួកគេនឹងគឺត្រូវបានបលោស្ដាប់ដោយមនុស្សអត់លុតចំនួន5នាក់1 2 3 4 5ទាំងអ្នកមើលមួយទៀតបន្ទាប់ពីនឹងមកថ្ងៃដែលពួកគេត្រូវប្រគួតគ្នានឹងក៏បានធ្វើដំណើរមកដល់ហើយអបរិយោហ្គានឹងមិនដឹងខំដើរមកពីណាទេក៏មកដល់កន្លែងនឹងដែរតែគាត់នឹងគឺមានផែនការដែលធ្វើជាដៃគូជាមួយនឹងអាកាណេប៉ុន្តែមានអីពេលនឹងរ៉ាន់ម៉ាក៏បានយកទឹកមកចាក់លើអបនឹងហើយបានថាចលត់កុំញ៉ាញមើលនៅស្ងៀមមើលពួកគេប្រគួតបានហើយបន្ទាប់ពីនឹងមករ៉ាន់ម៉ាក៏បានធ្វើដំណើរទៅកាន់បន្ទប់ផ្លាស់ប្ដូរសលៀមពាក់របស់មនុស្សប្រុសទៅដល់នឹងភ្លៀងក៏បានសួរទៅការពាក់មីកាដូថាមិនអីលបួសនៅឈឺទីរត់មីកាដូក៏បានតទៅវិញថាដោយសារទៅលើកមុននេះគឺគាត់បានមើលងាយទៅកាន់រ៉ាន់ម៉ាប៉ុន្តែលើកនេះគឺគាត់វាយមែនតើហើយគាត់បាននិយាយទៅកាន់រ៉ាន់ម៉ាថាគាត់នឹងគឺអត់តបានលួចនៅស្នាមថារបស់អាកាណេទេចឹងនៅក្នុងការប្រកួតនេះគាត់នឹងខំប្រឹងលួចស្នាមថារបស់នាងឲ្យបានគូក្បាលប៉ែនេះក៏តែរឿងចឹងឯងបន្ទាប់ពីនឹងមកវាក៏បានដល់ពេលដែលពួកគេគឺត្រូវតែជិះស្គីណែនាំខ្លួនចឹងទៅមកដល់ពេលរ៉ាន់ម៉ាក៏បានប្រាប់ទៅកាន់អាកាណេថាកុំឲ្យអាកាណេនៅចិត្តអាប៉ែមីកាដូពេកដែលអាកាណេនឹងគឺអ្នកដឹងទេដែលបាននិយាយទៅវិញថាបើសិនជានាងនៅឆ្ងាយពេកនឹងបានមុខអាប៉ែនឹងមិនកើតរ៉ាន់ម៉ាក៏បានប្រាប់ថាជឿតាមគាត់ទៅគាត់ទៅបបវិសោថ្មីហើយនឹងហើយវាក៏ត្រូវតែដល់ពេលដល់ពួកគេនឹងគឺត្រូវតែបង្ហាញខ្លួនម្ដងរ៉ាន់ម៉ាក៏បានទៅបីអាកាណេប៉ុន្តែប្រូនឹងក៏ភ្លេចអីថាខ្លួនគាត់នឹងគឺអត់តន់ចេះជិះស្គីទេមានអីក៏អត់ឈានជើងទីនឹងក៏ដួលត្រឡប់ទៅលំពេញនឹងហើយចាយមីស៊ូសានឃើញចឹងគេក៏អស់ស្លាយគេមកឈោសាយចេណាអើយតើពេលនឹងមកការប្រកួតរបស់ពួកគេនឹងក៏បានចាប់ផ្ដើមឡើងរ៉ាន់ម៉ាក៏ព្យាយាមធាក់ទៅនឹងចៃមីស៊ូសាប៉ុន្តែចានឹងអាចគេខ្លួនតន់អប៉ែមីកាដូក៏បានប្រើប្រាស់ការនឹងចង់ទៅលួចស្នាមថារបស់អាកាណេទៀតរ៉ាន់ម៉ាក៏អាចមកទាញក៏អប៉ែនឹងតន់ពេលហើយនៅពេលដែលគាត់កំពុងតែភ្លេចខ្លួននឹងមីស៊ូសានឹងមកពីណាទេនេះក៏បានដាក់រ៉ាន់ម៉ាមកចកងផាច់ស្លាប់ប្រហើយឃើញចឹងអាកាណេនេះមានការបារម្ភទៅកាន់រ៉ាន់ម៉ាមែនទេហើយនេះក៏បានធាក់អប៉ែមីកាដូចេញពីនាងអាកាណេនេះក៏បានទៅចាប់លើករ៉ាន់ម៉ាមកដាក់រ៉ាន់ម៉ាខ្លួនគាត់នឹងគឺនៅសពេសពនៅឡើយទេមីកាដូហើយនឹងចៃមីស៊ូសានឹងក៏បានចាប់ដើមគវីកវកនេះលំពេញនឹងឲ្យឈ្មោះទៅកាន់រ៉ាន់ម៉ានិងអាកាណេខណៈនោះនឹងរ៉ាន់ម៉ាក៏បានដឹងខ្លួនឡើងវិញរួចគាត់ក៏បានគប់អាកាណេឡើងទៅលើរ៉ាន់ម៉ាក៏បានធ្វើការកិច្ចទៅនឹងការវិបហារបស់ចៃមីស៊ូសារួចរ៉ាន់ម៉ាក៏បានធ្វើការម៉ាត់ទៅកាន់ពួររបស់អប៉ែមីកាដូមកដៃផ្លាប់អូឆ្អល់ដល់កយចៃមីស៊ូសានឹងក៏បានសួរទៅកាន់មីកាដូថាឈឺអត់ផាច់រ៉ាន់ម៉ាក៏បានប្រាប់អប៉ែមីកាដូបានដឹងថាអាកាណេនេះគឺជាគូដណ្ដឹងរបស់គាត់ហើយបើសិនជាអប៉ែមីកាដូចង់ធ្វើរឿងអីតណៅចឹងទៀតលើក្រោយក៏ដាក់ខ្ទប់ទៅនឹងហើយឮពីសម្ដីរបស់រ៉ាន់ម៉ាអញ្ចឹងអាកាណេនេះក៏បាននិយាយក្នុងចិត្តនាងថាតារ៉ាន់ម៉ានឹងគាត់និយាយមែនអត់ហើយប្រូមីកាដូវិញបន្ទាប់បានដឹងថារ៉ាន់ម៉ានិងអាកាណេគឺជាគូដណ្ដឹងនឹងគ្នានឹងមីកាដូក៏បានតទៅវិញថាបើសិនជាអញ្ចឹងមែននោះគាត់នឹងព្យាយាមបំបែកតំណែងរបស់ពួកគេទៅពីរនេះឲ្យបានរួចពួកគេទៅពីរនេះក៏បានប្រើប្រាស់នៅក្បាច់បំបែកតំណែងបំបែកចំណងស្អីហ្នឹងទៅវាយគ្នាបុរាណម៉ាទៀតរ៉ាន់ម៉ាក៏បានទៅចាប់ដៃអាកាណេមកទៅប្រកួតគ្នាបន្តទៀតហើយទៅដល់នឹងហក់ធាក់គេទៀតអើយហក់ធាក់ខុសដំបងហក់ធាក់ទៀតមីស៊ូសានឹងក៏បានមកចាប់ជើងរ៉ាន់ម៉ាហើយអាកាណេហ្នឹងក៏បានមកចាប់ដៃរ៉ាន់ម៉ាបន្តទៀតហើយមានអីមីកាដូក៏បានប្រើប្រាស់កម្លាំងកកនឹងខំភ្លើងលើកមកទាំង3ទាំង4នាក់ហ្នឹងក៏វីខ្លួនបរោយ
កំពុងតែកវីខ្លួនសុកសុកនឹងចៃមីសុសានៃបានថានាងវិលមុខចឹងហើយនាងក៏បានប្រឡែងដៃរបស់នាងដែលបានធ្វើឲ្យរ៉ាន់ម៉ានិងអាកាណេនឹងក៏បានខ្ទាតចេញទៅជាមួយលបឿនដ៏លឿនរ៉ាន់ម៉ាដែលសារតែគាត់គឺជាកូនប្រុសដើមទ្រូង20ហាត់ហ្នឹងគាត់ក៏បានយកខ្លួនរបស់គាត់ធ្វើជាខែលរងទៅនឹងការប៉ះទង្គិចដ៏ខ្លាំងហ្នឹងទេហើយកន្លែងហ្នឹងក៏ដោះជុតឆាតដែលតួសេរីថាឲ្យតួប្រុសហើយគេថាបាកាធ្វើចឹងបាកាមិនត្រូវកាទេបាកាដល់ករ៉ាម៉ាគាត់ក៏បានងើបវិញនឹងបានថាអាកាណេអរគុណគាត់ទេមកថាគាត់ថែមទៅវិញរួចគាត់ក៏ព្យាយាមងើបមកវិញប៉ុន្តែឆ្អឹងឆ្អែងគាត់នឹងមិនទៅបាក់អស់ដល់ទេហើយនៅក្នុងពេលហ្នឹងរីយ៉ូកាគាត់ក៏បានដោះខ្លួនគាត់ចេញពីអាជីវៈនឹងបានសម្រេចរ៉ាម៉ាគាត់ក៏មានគម្រោងការចង់ទៅវាយគ្នាបន្តទៀតប៉ុន្តែអាកាណេមកផ្ទាល់គាត់បន្តិចសោះដួលដាលៀនរួចបាត់ហើយនៅពេលដែលអាកាណេកំពុងតែនិយាយស៊ីរ៉ាំជាមួយនឹងរ៉ាន់ម៉ាហ្នឹងអាពេលរីយ៉ូកាហ្នឹងក៏បានទៅបិទភ្លើងហើយគាត់បានយកទឹកមកចាក់ពីលើរ៉ាន់ម៉ារីយ៉ូកាគាត់ក៏បានចោះមកហើយបានចាប់បោះអាកាណេដែលគាត់គិតថាគឺជារ៉ាន់ម៉ាហ្នឹងទៅបាត់ហើយគាត់បានមកចាប់ដៃរ៉ាន់ម៉ាដែលគាត់គិតថាគឺជាអាកាណេហ្នឹងដែលគាត់បានថាមកអាកាណេមកតោកយើងធ្វើជាដៃគូជាមួយនាងវិញប៉ុន្តែនៅពេលដែលភ្លើងមកវិញហ្នឹងរ៉ាន់ម៉ាសោះដល់ឃើញអញ្ចឹងពួកអ៊ំស៊ីក៏បាននិយាយថាខាងរ៉ាន់ម៉ាហ្នឹងគឺបានផ្លាស់ប្ដូរអ្នកប្រកួតហើយដល់អញ្ចឹងភ្លាមបានធ្វើអ្នកទស្សនាហ្នឹងគឺអត់សូវសប្បាយចិត្តទេដោយសារតែពួកគេហ្នឹងគឺអត់ពេញចិត្តទៅនឹងសម្លៀកបំពាក់របស់រ៉ាន់ម៉ានិងរីយ៉ូកាហើយសម្លៀកបំពាក់របស់រ៉ាន់ម៉ាវិញអត់ស៊ីសោះស្អីក៏ម៉េះដល់អញ្ចឹងតើអ្នកនៅទីនោះក៏បានចាប់ពីអ្នកហ្នឹងទៅតុបតែងអញ្ចឹងណាលុយរបស់គេដែរតើហើយបន្ទាប់ពីកន្លែងនោះពួកគេក៏បានចាប់ដើមនិយាយគ្នាសាំតប៉ែមែនទេ10នាទីជាងណានិយាយគ្នាចលានទៅរីយ៉ូកាក៏សារ៉ាចិត្តធ្វើជាដៃគូជាមួយរ៉ាន់ម៉ាវិញដល់គាត់ខ្លាចថាអាកាណេនឹងមានគ្រោះថ្នាក់ប៉ុន្តែមានអីក៏ជីស្គីបានទិញណាពេលរីយ៉ូកានឹងក៏បានដួលប្រយហើយគាត់បានប្រាប់ទៅកាន់រ៉ាន់ម៉ាថាគាត់ចេះជីស្គីប៉ុណ្ណឹងហើយនៅក្នុងពេលនោះចៃមីស៊ូសានឹងក៏បានប្រកាសមកចាប់ជើងអាប៉ែហ្នឹងហើយរីយ៉ូកាដល់អញ្ចឹងទៅក៏បានចាប់រ៉ាន់ម៉ាទៅតាមគាត់ទៀតរ៉ាន់ម៉ាបានថាលេងគាត់ទៅមីក៏ដូបគាត់ក៏បានលើកទាំង3នាក់នឹងមកចូលក្បាច់កវីខ្លួនគាត់ទៀតដល់អញ្ចឹងទៅរីយ៉ូកាក៏បានអររ៉ាន់ម៉ាលេងគាត់ទៅប៉ុន្តែរ៉ាន់ម៉ាមានលេងណាចាប់ខាំថែមប្រយមីកាដូគាត់ក៏បានប្រឡែងមីស៊ូសាហើយចាមីស៊ូសានឹងក៏បានចាប់ប៉េរីយ៉ូកាហ្នឹងដែលជាឆាឡុតរបស់រឿងហ្នឹងទៅបុកនឹងទៅកកយកប្រយម៉ែអើយនេះបើមិនពិការក៏បាក់ដៃបាក់ជើងនេះមីកាដូគាត់ក៏បានទៅបីរ៉ាន់ម៉ាមកហើយគាត់នឹងចង់ភ្លក់ទៅកាន់រ៉ាន់ម៉ាទៀតហើយគាត់បាននិយាយឡើងជឿជាក់ថាលើកមុនហ្នឹងគាត់ថារ៉ាន់ម៉ាបន្តិចសោះហ្នឹងរ៉ាន់ម៉ាសប្បាយចិត្តឡើងយំហើយឡូវហ្នឹងចង់គាត់ថាទៀតមែនរ៉ាន់ម៉ាដែលសារតែសាមពេលហ្នឹងគាត់ក៏បានដាក់ប៉ែនឹងម្ដាយហើយគាត់ហ្នឹងក៏បានជីស្គីទៅមើលរីយ៉ូកាដាក់ប៉ែរីយ៉ូកានៅរស់ទៀតណាហើយគាត់ហ្នឹងក៏បានងើវិញដែរប្រូហ្នឹងគឺគាត់ខឹងមែនទេរួចគាត់ហ្នឹងក៏បានដាក់កន្លែងនឹងមកដៃផាំងឡើងបាយខ្ទេចដល់អញ្ចឹងទៅអាប៉ែរីយ៉ូកាហ្នឹងចាប់ផ្ដើមភ័យប្រយរ៉ាន់ម៉ាក៏បាននិយាយថាឡូវណាប៉ែនឹងចង់ធ្វើអីទៀតខ្លួនគាត់ហ្នឹងគឺអភ័យទេដោយសារតែគាត់ហ្នឹងគឺនៅក្នុងទម្រង់ស្រីហីប៉ុន្តែសម្រាប់រីយ៉ូកាវិញបើសិនជាគាត់ប៉ះទឹកនោះឬសង្ហារបស់គាត់ហ្នឹងគឺនឹងបាយធ្លាទៅកាន់អាកាណេជាមិនខានដែលគាត់ហ្នឹងប្រែខ្លាចជាជ្រូកទៅដេកជាមួយអាកាណេរយប់បើសិនជារឿងនោះកើតឡើងមែននោះអាកាណេនេះប្រកាសជាគិតថាប៉ែហ្នឹងគឺជាមនុស្សរោគចិត្តហីហើយដោយសារតែមិនចង់បាត់បង់អាកាណេហ្នឹងរីយ៉ូកាក៏សម្រេចចិត្តទៅសហការជាមួយនឹងរ៉ាន់ម៉ាហើយបន្ទាប់មកហ្នឹងឯបសូតយើងក៏បានចប់ហើយធ្វើការថ្លែងអរគុណទៅការសម្រាប់មើលយើងម្នាក់ដែលគាត់បានបរិច្ចាគមកការខ្ញុំហើយស្អែកនេះខ្ញុំអាចនឹងចេញមកភាគទេបើសិនជាខ្ញុំអត់ខ្ជិលរវល់ខ្ញុំរវល់លេងហ្គេម